តាមច្បាប់តែការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃដោយចេតនាមានទោសបែបណាការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃដោយចេតនានេះគឺជាបទល្មើសមួយដែលមានចែងនៅក្នុងមាត្រា410នៃក្រមព្រហ្មទណ្ឌបទធ្វើឲ្យខូចខាតដោយចេតនាមាត្រានេះបានបញ្ញត្តិថាអំពើប្រព្រឹត្តដោយចេតនាដោយបំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6 ខែទៅ2 ឆ្នាំនិងពិន័យជាប្រាក់ពី1 លានរៀលទៅ4 លានរៀលលើកលែងតែការខូចខាតនោះមានលក្ខណៈស្រាលសូមបញ្ជាក់ថាទោសដែលមានចែងនៅក្នុងមាត្រា410នេះគឺគ្រាន់តែជាទោសធម្មតាដោយពុំទាន់រាប់បញ្ចូលនៅស្ថានទម្ងន់ទោសនោះទេមាត្រា411ស្ថានទម្ងន់ទោសបទល្មើសដែលចែងនៅក្នុងមាត្រា410បទធ្វើឲ្យខូចខាតដោយចេតនាដីក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2 ឆ្នាំទៅ5 ឆ្នាំនិងពិន័យជាប្រាក់ពី4 លានរៀលទៅ10 លានរៀលនៅក្នុងករណីដូចតទៅ1កាលបើបទល្មើសនេះបានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារីសហចារីអ្នកផ្ដើមគំនិតឬជាអ្នកផ្សំគំនិត2ការបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅឋាន3កាលបើបទល្មើសនេះបានប្រព្រឹត្តនៅកន្លែងសម្រាប់តម្កល់មូលនិធិតម្លៃទំនិញឬសម្ភារៈ4កាលបើបទល្មើសនេះបានប្រព្រឹត្តនាំឲ្យខូចខាតដល់សំណង់គ្រឹះស្ថានសាធារណៈឬផ្លូវសាធារណៈ5កាលបើបទល្មើសនេះបានប្រព្រឹត្តនាំឲ្យខូចខាតដល់ផលប្រយោជន៍ដល់ដំណាំឬកសិផល6កាលបើបទល្មើសនេះបានប្រព្រឹត្តនាំឲ្យខូចខាតបង្គោលព្រំដែនអន្តរជាតិនៃប្រជាណាចក្រកម្ពុជា